ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRR Days ហើយនេះគឺជាសកម្មភាពនៃការសម្អាតស្មៅជុំវិញចំការរបស់នាងខ្ញុំចាដោយសារតែភ្លៀងរហូតអញ្ចឹងស្មៅវាដុះលឿនណាស់ពុកម៉ែបងប្អូនចាហើយនឹងហើយអញ្ចឹងអត់មានអ្នកណាជួយកាត់ទេអញ្ចឹងនាងខ្ញុំកាត់ខ្លួនឯងហើយណាមួយម៉ាស៊ីនហ្នឹងគឺយើងស្រួលកាន់ទេដោយសារតែវាមានទំហំតូចអញ្ចឹងចាអញ្ចឹងហើយគឺយើងអាចកាន់កាត់ដោយភាពងាយស្រួលហើយសម្រាប់ម៉ាស៊ីននេះគឺយើងប្រើថ្មសាកអញ្ចឹងណាយើងមិនបាច់ពិបាកទិញសាំងទិញអីយកមកដាក់លាយមុននឹងកាត់ជាមួយម៉ាស៊ីននោះទេចាហើយងាកទៅមើលមេឃម្ដងសទុំម្ដងក្តៅចាហើយមិនដឹងថាថ្ងៃនឹងភ្លៀងឬក៏អត់ទេបងប្អូនចាតែមើលទៅដូចមកដល់ម៉ោងនេះហើយដូចជារឿងស្រឡះបន្តិចហើយចាអញ្ចឹងសកម្មភាពនៅក្នុងថ្ងៃនឹងដែរដោយសារតែឃើញស្មៅច្រើនអញ្ចឹងនាងខ្ញុំត្រូវកាត់សម្អាតវាទី1ដើម្បីកម្ចាត់នៅគេហៅថាជំរករបស់សត្វល្អិតអញ្ចឹងណាពុកម៉ែបងប្អូនព្រោះថាដោយសារតែនាងខ្ញុំដាំម្ទេសហើយមានប្រភេទបន្លែផ្សេងទៀតតិចតួចសម្រាប់តែទុកហូបអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះគឺជាពូជពេញប៉ោះជប៉ុនចាអានឹងធំជាងពេញប៉ោះឈើរ៉េនតិចចាហើយផ្លែទៅជាកោមហើយស្វាមីរបស់នាងខ្ញុំក៏បានស្រោបណាមានយើងទិញពីកន្លែងលក់ថង់ហ្នឹងចាយើងយកមកស្រោបផ្លែមកគឺថាសត្វវាអត់មានចោះទេចាហើយនៅល្អប៉ុន្តែដោយសារតែខ្លះវារៀងប្រះដោយសារវាមេឃក្តៅផងហើយគួបផ្សំជាមួយនឹងភ្លៀងទៀតអញ្ចឹងផ្លែវាប្រេះអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនាងខ្ញុំបានកាត់វានេះដោយសារតែឃើញទុំច្រើនអញ្ចឹងកាត់វាយកមកដើម្បីធ្វើជាទឹកចាគៀបយកទឹកអញ្ចឹងណាព្រោះដោយសារតែកូនរបស់នាងខ្ញុំគាត់ចូលចិត្តពេញប៉ោះហើយនាងខ្ញុំក៏ចូលចិត្តដែរចាហើយសម្រាប់ពេញប៉ោះជប៉ុននេះគឺនាងខ្ញុំគ្រាន់តែធ្វើតេស្តតែ50ដើមទេចាអញ្ចឹងអត់មានច្រើនសម្រាប់លក់ទេចាសម្រាប់ពេញប៉ោះនេះរសជាតិវារបៀបថាពេលដែលយើងញ៉ាំទុំទៅរបៀបថាដូចតពាំងបាយជូរចឹងពុកម៉ែបងប្អូនសាច់ចឹងណាចារៀងជ្រុបដូចតពាំងបាយជូរចាហើយបើខ្ចីវិញនាងខ្ញុំអត់ដែរញ៉ាំទេព្រោះដោយសារតែស្វាមីរបស់នាងខ្ញុំបានប្រាំថាចាំពេលដែលវាទុំល្អអានេះយើងបេះញ៉ាំទៅអានឹងវាឆ្ងាញ់ចាហើយនេះគឺជាដើមផ្កាកងោកចឹងឯងពុកម៉ែបងប្អូនគឺផ្កាពេញដើមស្អាតមែនតែនចាហើយនឹងហើយសម្រាប់ពេញប៉ោះនឹងដូចនេះខ្ញុំបញ្ជាក់អញ្ចឹងគឺអត់មានលក់ទេចាហើយប្រហែលជាអាចវគ្គក្រោយនាងខ្ញុំនឹងដាំដើម្បីផ្គត់ផ្គង់ទីផ្សារដែរអញ្ចឹងណាហើយឃើញថាការធ្វើតេស្តសាក់លបងគឺថាបានផលល្អមែនពុកម៉ែបងប្អូនសម្រាប់ពេញប៉ោះមកប្រភេទនេះចាហើយនេះគឺជាដើមខ្នុរនៅក្នុងចកាដែលនាងខ្ញុំកំពុងដំណើរការហ្នឹងចាគឺថាផ្លែតាំងពីគល់រហូតដល់ចុងអញ្ចឹងពុកម៉ែបងប្អូនគឺផ្លែច្រើនណាស់ចាប៉ុន្តែមិនមែនជារបស់ខ្ញុំទេគឺរបស់ពូដែលគាត់ជាអ្នកមើលការខុសត្រូវនៅក្នុងដីចំការនេះឯងតែម្ដងចាហើយនេះគឺម្ទេសដែលនាងខ្ញុំដាំដែរគឺឥឡូវវាក្តឹបច្រើនណាស់ពុកម៉ែបងប្អូនគេហៅម្ទេសអាចសัตว์ឬក៏ម្ទេសខ្មាំងនឹងឯងពុកម៉ែបងប្អូនចានេះពេញប៉ោះដែលនាងខ្ញុំបានរើសចេញពីក្នុងថង់ស្រោបហើយអញ្ចឹងណាចាហើយយកមកគៀបទឹកឃើញលទ្ធផលបែបហ្នឹងឯងពុកម៉ែបងប្អូនចាសម្រាប់ទឹកពេញប៉ោះចារសជាតិវាមិនផ្អែមខ្លាំងទេចាស់មកល្មមអញ្ចឹងណាតែគាត់ថាវាល្អសម្រាប់សុខភាពចាអញ្ចឹងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកចាអរគុណច្រើនជម្រាបលាបាយបាយ